អ្នកមីងច្រាប់គាត់គឺជាមនុស្សម្នាក់ដែលនៅក្នុងភូមិប៉ុន្តែអ្នកភូមិមិនដែលចូលចិត្តគាត់ទេដោយសារតែគាត់ចេះដឹងរឿងរ៉ាវរបស់អ្នកដទៃខុសរឿងហើយតែងតែយករឿងរ៉ាវអ្នកដទៃទៅនិយាយបង្ខូចឈ្មោះទៅនិយាយដើរចាក់រុកជីណេងនៅថ្ងៃនេះដូចជាអត់មានការងារធ្វើទេគិតថាដើរទៅក្នុងភូមិបន្តិចក្រែងមានរឿងអីប្លែកគ្រាន់បាននិយាយខ្ញុំនេះមិនបាននិយាយដើមគេមួយរឿងឬក៏មិនបាននាំពាក្យសម្ដីអ្វីមួយខ្ញុំនៅមិនសុខទេហូបបាយវាក៏មិនឆ្ងាញ់នៅពេលដែលអ្នកមីងច្រាប់បានដើរមកដល់ទីកន្លែងមួយក៏បានឃើញគូស្នេហ៍មួយគូកំពុងតែសាសងនៅពេលដែលបនចូលឆ្នាំខ្មែររួចបងសុំពុកម៉ែដណ្ដឹងអូនដល់ពេលនោះពួកយើងនឹងក្លាយទៅជាប្តីប្រពន្ធខ្ញុំរងចាំពេលវេលានេះយូរណាស់មកហើយខ្ញុំតែងតែគិតថាបងនឹងភ្លេចសន្យាដែលបាននិយាយជាមួយខ្ញុំកាលពីមុនប៉ុន្តែខ្ញុំមិននឹកស្មានថាបងនៅតែចាំពាក្យសន្យាបែបនេះទេណាបងត្រូវតែចាំគ្រប់សន្យាដែលបាននិយាយជាមួយនឹងអូនបងសន្យាថានឹងចូលដណ្ដឹងយកអូនធ្វើជាប្រពន្ធនៅពេលនេះបងធ្វើតតែបានអញ្ចឹងបងទៅផ្ទះវិញសិនហើយផ្លែឈើទាំងអស់នេះអូនទុកញ៉ាំទៅចាំថ្ងៃស្អែកចាំបងយកផ្លែឈើមកឲ្យអូនទៀតស្លាប់ហើយខ្លួនជាមនុស្សស្រីមកនិយាយសាសងជាមួយមនុស្សប្រុសទាំងកណ្ដាលថ្ងៃហើយមានផ្លែឈើឲ្យគ្នាថែមទៀតនៅថ្ងៃនេះខ្ញុំដឹងតែបានរឿងទៅនិយាយហើយខ្ញុំនឹងទៅនិយាយប្រាប់អ្នកភូមិគ្រប់គ្នានំបញ្ចុកអើយនំបញ្ចុកជួយទិញនំបញ្ចុកមីងខ្លះទៅជួយទិញនំបញ្ចុកយាយខ្លះទៅកូនចៅអើយនំបញ្ចុកអើយនំបញ្ចុកយាយនួនហៅខ្ញុំឲ្យជួយទិញនំបញ្ចុកមែនទេយាយនួនខ្ញុំនេះដូចជាលឺយាយនួនហៅខ្ញុំឲ្យជួយទិញជួយទិញនំបញ្ចុកយាយទៅនេះឯងមិនគិតជួយទិញនំបញ្ចុកមនុស្សចាស់ខ្លះទេអីរាល់ថ្ងៃនេះយើងរកស៊ីទៅលក់តែនំបញ្ចុកនឹងហើយខ្ញុំនឹងទិញប៉ុន្តែខ្ញុំមានរឿងមួយចង់និយាយប្រាប់យាយនួនឲ្យបានដឹងខ្ញុំបានឃើញកូនលោកបងសឿនកំពុងតែនិយាយសាសងជាមួយនឹងមនុស្សប្រុសហើយមនុស្សប្រុសម្នាក់នោះថែមទាំងយកផ្លែឈើឲ្យនាងថែមទៀតវាជារឿងរបស់ក្មេងៗតែប៉ុណ្ណោះវ័យរបស់ពួកគេដល់វ័យដែលត្រូវសាងគ្រួសារពួកគេកំពុងតែជជែកគ្នានិយាយគ្នាក្នុងនាមជាអ្នកស្គាល់គ្នាទេដឹងឬមួយក៏ពួកគេជាសង្សារនឹងគ្នាជាសង្សារក៏មិនត្រូវនៅកន្លែងស្ងាត់បែបនេះដែរមើលទៅដូចជាមានអីជាមួយគ្នាហើយទេដឹងក្មេងសម័យឥឡូវនេះពិបាកណាស់មិនទាន់នឹងក្រាបផ្ទឹមដល់កន្ទេលប៉ុន្តែបែរជាមានអីជាមួយនឹងគ្នាបាត់ហើយឯងជាមនុស្សចាស់ឯងកាន់តែចាស់ហើយពីមួយឆ្នាំទៅមួយឆ្នាំកុំចង់ដឹងរឿងរ៉ាវរបស់ក្មេងៗពេកអីពួកគេត្រូវជាស្អីនឹងគ្នាក៏ត្រូវតែពួកគេទៅពួកគេធំអស់ហើយគេមានសិទ្ធិក្នុងការសម្រេចចិត្តអ្វីមួយគិតតែពីរកអង្គដាក់ឆ្នាំងខ្លួនឯងទៅនិយាយថាម៉េចយាយនួនខ្ញុំខំប្រឹងយករឿងរ៉ាវមកប្រាប់ប៉ុន្តែបែរជាស្ដីបន្ទោសខ្ញុំទៅវិញខ្ញុំលែងទិញនំបញ្ចុកយាយនួនឯងហើយខ្ញុំទៅមុខទៀតសិនហើយបើយាយនួនឯងស្ដីបន្ទោសឲ្យខ្ញុំបែបនេះទៅវិញចង់ទៅណាក៏ទៅយើងលែងចង់លក់នំបញ្ចុកឲ្យនាងឯងហើយមនុស្សអីចេះដឹងរឿងរ៉ាវរបស់គេខុសរបៀបវាគឺជាសិទ្ធិរបស់មនុស្សម្នាក់តែប៉ុណ្ណោះគេចង់ធ្វើអីធ្វើតែគេទៅហេងតែម្ដងហើយនៅថ្ងៃនេះខ្ញុំបានជួយធ្វើការងារឲ្យលោកសេដ្ឋីនៅពេលនេះលោកសេដ្ឋីបានឲ្យប្រាក់មកខ្ញុំប្រកាសជាបានប្រាក់ចាយហើយអាម៉ាប់ឯងបានធ្វើការងារឲ្យលោកសេដ្ឋីបានប្រាក់ហើយតើមែនទេ
អញ្ចឹងតើឯងអាចជួយយើងបានទេសម្លាញ់យើងមានរឿងមួយចង់ពឹងពាក់ឯងតើជារឿងអ្វីទៅសម្លាញ់យើងនឹងអាចជួយឯងបានតើមានរឿងអ្វីមកឯងអាចនិយាយប្រាប់យើងបានគ្រប់ពេលបែបនេះទេណាសម្លាញ់ប្រពន្ធយើងពេលនេះត្រូវការប្រាក់ដើម្បីទិញថ្នាំឲ្យកូនប៉ុន្តែពេលនេះយើងអត់មានប្រាក់ដើម្បីឲ្យនាងទៅទិញថ្នាំឲ្យកូនទេណាសម្លាញ់អញ្ចឹងឯងយកប្រាក់របស់យើងសិនទៅចាំឲ្យយើងពេលក្រោយឯងនឹងបានប្រាក់ដើម្បីទិញថ្នាំឲ្យកូននៅថ្ងៃស្អែកចាំសងយើងក៏បានឬមួយក៏ថ្ងៃក្រោយធ្វើបែបនេះដូចជាមិនសមទេណាសម្លាញ់ឯងធ្វើការងារឲ្យលោកសេដ្ឋីតម្រាំតែបានប្រាក់អញ្ចឹងសម្រាប់បែបនេះវិញទៅចាំយើងនឹងចាប់មាន់មួយក្បាលឲ្យឯងយកទៅហូបនៅពេលនេះឯងឲ្យប្រាក់យើងខ្ចីសិនមកដើម្បីយើងបានទិញថ្នាំឲ្យកូនរបស់យើងអញ្ចឹងក៏បានដែរណាសម្លាញ់សម្រាប់តាមឯងទៅយើងប្រញាប់ទៅនៅពេលនេះទៅយើងនឹងបានចាប់មាន់ឯងហូបនៅពេលល្ងាចនេះយាយនួននេះយើងខំតែនិយាយប្រាប់ឲ្យបានដឹងរឿងរ៉ាវប៉ុន្តែចុងក្រោយបែរជាមកស្ដីបន្ទោសឲ្យយើងទៅវិញគិតទៅធ្វើឲ្យយើងនេះខឹងតែម្ដងកំពុងតែមូម៉ៅរឿងអ្វីនឹងមានច្រឹបមើលទៅដូចជាពិបាកចិត្តដល់ហើយកុំប្រាប់ណាថាមានអ្នកណាស្ដីបន្ទោសឲ្យទៀតគឺយាយនួននឹងហើយយើងខំយករឿងរ៉ាវដែលយើងបានឃើញកូនលបងសឿនកំពុងតែនិយាយជាមួយនឹងមនុស្សប្រុសប្រាប់គាត់ឲ្យបានដឹងថាក្មេងៗឥឡូវនេះទុកចិត្តវាមិនបានតើយ៉ាងម៉េចវិញទៅអាចនិយាយប្រាប់ខ្ញុំឲ្យបានដឹងផងតើបានទេខ្ញុំចង់ដឹងណាស់នេះតើកូនពូសឿនមានរឿងអ្វីកើតឡើងយើងបានឃើញកូនលបងសឿននៅវាលស្រែជាមួយនឹងមនុស្សប្រុសហើយនិយាយគៀកកិតស្និទ្ធស្នាលកាន់ដៃកាន់ជើងគ្នាថែមទៀតយើងគិតថាគេទាំងពីរនាក់ប្រកាសជាមានអីជាមួយនឹងគ្នាហើយណាអាម៉ាមអ្នកមីងនិយាយថាម៉េចអូនលាក់ដៃជាកូនពូសឿនកំពុងតែគៀកកិតជាមួយមនុស្សប្រុសតើបែបទេប្រហែលជាកូនគេអ្នកនៅចុងភូមិដែលខ្ញុំឮនិយាយថាពួកគេជាសង្សារជាមួយគ្នាជាសង្សារក៏មិនត្រូវធ្វើបែបនេះទាំងកណ្ដាលថ្ងៃក៏ព្រោះតែខ្លួនឯងជាមនុស្សស្រីទៅស្និទ្ធស្នាលនឹងមនុស្សប្រុសបានយ៉ាងម៉េចគិតទៅពួកគេទាំងពីរនាក់ប្រកាសជាមានអីជាមួយនឹងគ្នាបាត់ហើយទីដឹងអ្នកមីងអើយអ្នកមីងរឿងក្មេងៗអ្នកមីងមើលគេក្នុងផ្លូវល្អខ្លះទៅគេចង់ធ្វើអ្វីធ្វើតាមតែគេទៅកុំរវល់នាំតែឈឺក្បាលខ្លាំងពេកខ្ញុំយកមាន់ទៅផ្ទះរបស់ខ្ញុំធ្វើហូបសិនហើយនៅពេលល្ងាចនេះវាឆ្ងាញ់មាត់ជាងអាកាសដែលចេះដឹងរឿងរ៉ាវរបស់គេម្នាក់ទៀតហើយខំនិយាយឲ្យស្ដាប់ប៉ុន្តែបែរជាមកបន្ទោសយើងទៅវិញចាំមើលទៅយើងនឹងទៅនិយាយចាក់រុកឲ្យអ្នកភូមិឆ្លោះគ្នាឲ្យណានៃតែម្ដងព្រោះតែអាការចាក់រុកបែបនេះវាគឺជាជំនាញរបស់យើងហើយអ្នកមីងច្រាប់បានដើរមកដល់ផ្ទះរបស់លោកពូម្នាក់ហើយលោកពូម្នាក់នោះកំពុងតែបាត់មាន់មួយក្បាលចង្រៃយោតើបាត់មាន់របស់យើងទៅណាទៅហេតុអ្វីបានជាមិនឃើញបែបនេះឬមួយក៏មានអ្នកណាលួចមាន់របស់យើងទៅដឹងកំពុងតែរកអីនឹងលោកបងខ្ញុំដូចជាបានឮលោកបងនិយាយថាបាត់មាន់តើមែនទេលោកបងមែនហើយខ្ញុំកំពុងតែបាត់មាន់តើជ្រឹបឯងមានបានឃើញអ្នកណាកាន់មាន់ដែរទេខ្ញុំគួរតែខ្ចីដៃលោកបងនេះឲ្យទៅប្រដៅអាម៉ាប់ហើយមើលទៅដោយសារតែវាបានធ្វើឲ្យខ្ញុំមិនសប្បាយចិត្តមុននេះបន្តិចខ្ញុំត្រូវនិយាយថាមាត់ដែលអាម៉ាប់បានកាន់គឺជាមាត់របស់គាត់គឺខ្ញុំបានឃើញអាម៉ាប់កាន់មាត់ណាលោកបងប្រហែលជាមាត់លោកបងឯងទេដឹងទើបបានជាវាកាន់ដើរចេញពីចំការលោកបងឯងមុននេះបន្តិចនិយាយថាម៉េចអាម៉ាប់ជាអ្នកលួចមាត់ខ្ញុំតើមែនទេខ្ញុំគិតហើយប្រកាសជាមិនមានអ្នកណាឆ្ងាយទេអញ្ចឹងខ្ញុំអរគុណច្រើនហើយដែលបានប្រាប់ខ្ញុំឲ្យបានដឹងមិនអីទេណាលោកបងខ្ញុំគ្រាន់តែប្រាប់ក្នុងនាមជាអ្នកភូមិតែប៉ុណ្ណោះក៏ព្រោះតែខ្ញុំនេះក៏មិនចូលចិត្តអ្នកដែលមានដៃជើងដែរលោកបងឯងប្រញាប់ទៅតាមវានៅពេលនេះទៅតាន់ពេលណាលោកបងបាទខ្ញុំអរគុណហើយខ្ញុំនឹងប្រញាប់ទៅរករឿងរ៉ាវវានៅពេលនេះវាពិតជាថ្លមធំដែលវាហ៊ានលួចមាន់
តែប៉ុណ្ណឹងអាម៉ាប់ដឹងតែមានរឿងជាមិនខានដោយសារតែលបងម្នាក់នេះគឺមិនស្លូតទេគាត់ប្រកាសជារករឿងអាម៉ាប់ហើយនៅពេលស្អែកឡើងអ្នកមីងជ្រឹបកំពុងតែសម្អាតផ្ទះរបស់គាត់ព្រឹកនេះតើខ្ញុំគួរតែមានរឿងអីនាំទៅនិយាយប្រាប់អ្នកភូមិទៀតទៅឬមួយខ្ញុំគិតថាចង់សម្រាប់មួយថ្ងៃមើលទៅខ្ញុំប្រកាសជាត្រូវសម្រាប់មួយថ្ងៃហើយជ្រប់អើយនៅពេលនេះមានរឿងហើយជ្រប់ឯងត្រូវបានលោកបងសឿននិងអាម៉ាប់ប្តឹងជ្រប់ឯងនៅពេលនេះតើអ្នកទាំងពីរប្តឹងខ្ញុំរឿងអីទៅខ្ញុំអត់បានដឹងរឿងអីទេខ្ញុំនៅសុកប៉ុន្តែបែរជាមកប្តឹងខ្ញុំទៅវិញជ្រប់ឯងនៅមិនដឹងខ្លួនទៀតជ្រប់ឯងទៅនិយាយមកខូចឈ្មោះកូនស្រីរបស់ខ្ញុំយ៉ាងម៉េចគួរតែដឹងខ្លួនហើយមិនបានទៅជានិយាយមកខូចកូនរបស់ខ្ញុំនិងក្មួយប្រុសម្នាក់នោះទៅវិញមែនហើយណាមីងជ្រប់ហើយអ្វីបានជាមីងនិយាយប្រាប់គេថាខ្ញុំជាអ្នកលួចមាន់ទាំងដែលមាន់នោះខ្ញុំបានទិញពីផ្ទះរបស់សុកខ្ញុំមិនដឹងទេខ្ញុំគ្រាន់តែនិយាយតាមអ្វីដែលខ្ញុំគិតនិងមើលឃើញតែប៉ុណ្ណោះខ្ញុំមិនបានដឹងអីទេណាលោកបងខ្ញុំមិនបានដឹងអីទេគេម្នាក់នោះគឺជាក្មួយខាងប្រពន្ធរបស់ខ្ញុំហើយគេបានស្រឡាញ់កូនស្រីខ្ញុំយូរឆ្នាំណាស់មកហើយខ្ញុំក៏មានបំណងរៀបការឲ្យពួកគេទាំងពីរនាក់នៅពេលដែលចូលឆ្នាំរួចប៉ុន្តែជ្រឹបឯងបែរជាទៅនិយាយបង្ខូចឈ្មោះកូនខ្ញុំនិងក្មួយម្នាក់នោះទៅវិញខ្ញុំដឹងខុសហើយណាលោកបងតើខ្ញុំមិននឹងដឹងទៅដោយខ្ញុំឃើញពួកគេទាំងពីរនាក់កំពុងតែនៅក្នុងខ្ទមស្រែហើយខ្ញុំក៏បានគិតថាពួកគេមានអីជាមួយគ្នាតែម្ដងទៅមានមាត់កុំចេះតែដល់និយាយរឿងរ៉ាវគេខ្លាំងពេកគេចង់ធ្វើយ៉ាងម៉េចវាជារឿងរបស់គេតែប៉ុណ្ណោះធ្វើជាមនុស្សកុំចូលចិត្តដឹងរឿងរ៉ាវរបស់អ្នកដទៃបង្ខូចឈ្មោះអ្នកដទៃដើម្បីតែកត់សម្បាយរបស់ខ្លួនឯងខ្ញុំសូមទោសអ្នកទាំងអស់គ្នាខ្ញុំលែងហ៊ាននិយាយអ្វីដែលមិនមែនជាការពិតទៀតហើយខ្ញុំសូមត្រឹមតែអ្នកទាំងអស់គ្នាកុំប្តឹងរករឿងខ្ញុំទៅបានហើយចាប់តាំងពីថ្ងៃនេះទៅខ្ញុំនឹងកែប្រែខ្លួនគេទាំងអស់គ្នានេះមិនបានប្តឹងរឿងរ៉ាវអ្វីទេគ្រាន់តែចង់ប្រាប់ឲ្យកែចរិតចោលតែប៉ុណ្ណោះដោយសារតែជ្រឹបឯងមានចរិតបែបនេះទើបបានជានៅក្រមុំចាស់ដល់សពថ្ងៃយើងមិនត្រូវចេះដឹងរឿងរ៉ាវរបស់អ្នកដទៃពេកទេបើមិនទាន់ដឹងច្បាស់កុំទាន់សន្និដ្ឋានវាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃចាប់តាំងពីថ្ងៃនោះអ្នកមីងជ្រឹបគាត់លែងហ៊ានចេះដឹងរឿងរ៉ាវអ្នកដទៃហើយគាត់ក៏លែងហ៊ានដើរនិយាយដើមអ្នកភូមិដោយការពីមុនបន្ទាប់មកអ្នកភូមិដោយបានដឹងថាអ្នកមីងជ្រឹបបានកែប្រែខ្លួនអ្នកភូមិក៏បានស្រឡាញ់រាប់អានអ្នកមីងជ្រឹបគ្រប់គ្នា